ជំរាបសួរលោកគ្រូខ្ញុំបាទលោកធៀបទីមួយbackup server ដើម្បីធ្វើការ backup server បានដើម្បីធ្វើ backup server បានទីមួយយើងត្រូវការ update system ដើម្បីឲ្យ make sure ថា package និង security update ទាំងអស់វា up to date ហើយកុំឲ្យវាជួបបញ្ហា error មួយកន្លងពេលយើង install អញ្ចឹងហើយយើងប្រើ command នេះដើម្បីធ្វើការ update បន្ទាប់មកមុននឹងយើង backup យើងត្រូវការ install ទៅកាន់ tool សម្រាប់ដែលយើងធ្វើការ backup ឬក៏ synchronize file ពី directory មួយទៅ directory មួយដោយយើងធ្វើការប្រើប្រាស់ទៅលើ OSINT ដែលយើងប្រើ command នេះដើម្បី install OSINT ហើយនៅពេលដែលយើង install វាបានហើយបន្ទាប់មកយើងធ្វើការ create ទៅលើ backup មួយដែលយើងដាក់ឈ្មោះ file /backup មកហើយយើងដាក់ឈ្មោះ file នោះឈ្មោះ backup បន្ទាប់មកទៀតយើង run command នេះដើម្បីប្រើប្រាស់ OSINT ដើម្បី copy ពី etc directory ទៅកាន់ backup directory ដើម្បីយើង make sure ថាវាបាន backup ហើយឬនៅហើយបន្ទាប់មក command ទី5នេះគឺ command ទី5នេះគឺយើងមិនបាច់ចាំអង្គុយ backup ហងៃទេយើងអាចធ្វើការដាក់ schedule ឲ្យវាបានដែលយើង create យើងវាយ command នេះដើម្បីចូលទៅកាន់ cron tab នេះមកហើយយើងមាន .e ហើយបន្ទាប់មកយើង add line នេះហើយជាមួយនឹងយើងដាក់លេខខាងមុខនេះដើម្បីឲ្យវា backup ជារៀងរាល់ថ្ងៃនៅម៉ោង 2 អញ្ចឹងបន្ទាប់មកទៀត command ចុងក្រោយគេបង្អស់គឺការ verify backup make sure ថា file backup យើងបាន copy successful អញ្ចឹងបន្ទាប់មកទី2 VPN server វាដំបូងគឺមិនខុសពីដែលយើងធ្វើ backup ទេយើងធ្វើការ run command នេះដើម្បី update package ឬក៏ security system ណាមួយ make sure វាថា up to date អញ្ចឹងបន្តមកទៀតយើងធ្វើការ install open VPN ដោយប្រើ command មួយនេះហើយនេះយើង set up easy OSA ដើម្បីហើយយើង set up easy OSA មកបន្តមកយើងធ្វើការ generate key open VPN មួយដែលវាគឺជា key generate ដែលប្រើប្រាស់ easy OSA ហើយវាគឺ allow VPN server ដើម្បី authenticate secure ទៅកាន់ client ហើយបន្ទាប់មកយើង copy server configuration ហើយយើង place វាទៅកាន់ file directory មកបន្ទាប់មកយើងធ្វើការ enable លើ open VPN បន្តមកទៀតយើង start VPN server យើងជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខ្ញុំឧត្តមក្នុងចំណុចបន្តនឹងនិយាយពី Terminal Server អញ្ចឹង Terminal Server គឺជាម៉ាស៊ីនមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ connect remote ទៅកាន់ system ឬក៏ application នោះអញ្ចឹងយើងអាចប្រើវាជាមួយយើងអាចប្រើវាបានជាមួយ satellite management និង security control ផងដែរអញ្ចឹងដើម្បីប្រើប្រាស់ Terminal Server យើងត្រូវ install SH ដោយប្រើ command sudo apt install opensh server.y អញ្ចឹងយើងប្រើ command ហ្នឹងដើម្បី allow ឲ្យម៉ាស៊ីននោះអាចភ្ជាប់បានបន្ទាប់គឺ check and enable command sudo enable sh នេះគឺយើងប្រើសម្រាប់enable sh និងមួយទៀត start សម្រាប់ start sh ឡើងវិញហើយបន្ទាប់គឺ check sh គឺយើងប្រើ command sudo systemctl
setter sh ដើម្បីមើលថា sh យើង active inactive ឬក៏ fail អីឬក៏អត់អញ្ចឹងបន្តមួយទៀតនិយាយពីការ set up virtual host អញ្ចឹង command មួយនេះគឺប្រើសម្រាប់allow website ជាច្រើននៅក្នុង virtual machine របស់យើងអញ្ចឹងក្នុងចំណុចរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណលោកគ្រូ ជំរាបសួរលោកគ្រូខ្ញុំបានដេតសមនរាមកពីក្រុម AU24.34 ថ្ងៃណាមួយដែរខ្ញុំមកនិយាយអំពីចំណុចទី4ដែលនិយាយពី load balance ឬ web server ដែលចំណុចទី1ដំបូងគេមកអស់នៅក្នុងការ install load balance គឺយើងធ្វើការinstall OSINT មុនហើយ bash command ដែលយើងត្រូវប្រើគឺ sudo apt install ingx.y ហើយចំណុចទី2គឺ configure upstream server ដែល bash ដែលយើងត្រូវប្រើគឺ sudo nano /etc/ngix/ngix.config ហើយតមកយើង add http section ឲ្យវាយើង pass នេះចូលទៅក្នុង code ហ្នឹងមកតមកចំណុចទី3ចុងក្រោយគឺ enable and start ដែលយើងប្រើ command sudo systemctl enable ngx នឹងសម្រាប់ enable ហើយ command ចុងក្រោយ sudo system start ngx បាទអរគុណច្រើនគ្រូខ្ញុំមានតែប៉ុណ្ណឹងចាំបន្តមកទៀតនេះខ្ញុំរចនានឹងបង្ហាញអំពី mail server ដើម្បីបង្កើត mail server បានយើងត្រូវ install package នៅក្នុង install package ហ្នឹងយើងត្រូវវាយ sudo apt install postfix the code empat.clear តមក .clear វាយបន្តមកទៀតយើងចូលទៅកាន់ config postfix យើងត្រូវវាយ sudo dpkg reconfig ជាមួយនឹង postfix ហើយបន្តមកយើងត្រូវការជ្រើសរើសinternet site បន្តមកយើងត្រូវការ enter domain ឧទាហរណ៍ដាក់ example.com ឬក៏ដាក់ឈ្មោះអីក៏បានដែរតាមទៅចិត្តយើងស្រេចទៅចិត្តអីចឹងទៅបន្តមកទៀតគឺតកតងជាមួយនឹង check config check config ដើម្បីត្រូវការ check ទៅលើ site ឬក៏ config ដែលយើងបង្កើតហើយយើងត្រូវវាយ sudo postconfig .clearn ដើម្បីត្រូវការ check config ហើយបន្តមកទៀតគឺតកតងជាមួយនឹង configure dv code យើងត្រូវវាយ sudo nano /etc/dv code/dvcode.config ហើយបន្តមកយើងត្រូវការ add ឬក៏ ensure protocol ស្មើនឹង IMAP POP 3បន្តមកទៀតយើងត្រូវការ restart service គឺត្រូវវាយ sudo systemctl restart postfix និង dvcode ហើយបន្តមកយើងត្រូវការ testing យើងត្រូវការ use internet server ក៏បានឬក៏ email client ក៏បានដែរមានសួរលោកគ្រូខ្ញុំឈ្មោះស្រីវិសាលចំណុចបន្ទាប់ខ្ញុំមកនិយាយពី failover closer DHCP អញ្ចឹង DHCP ហ្នឹងគឺយើងបង្កើតឡើងដើម្បីជំនួស server មួយទៀតរបៀបថាឧទាហរណ៍ថា server មួយនឹងខូចគឺយើងអាចជំនួស DHCP ហ្នឹងភ្លាមហើយនេះគឺជា command សម្រាប់ install server ទាំងពីរហ្នឹងហើយនេះគឺជា command សម្រាប់ config ហើយនេះជា command សម្រាប់ primary server failover logic ហើយនេះជា command សម្រាប់ start service ហើយនេះជា command សម្រាប់ stop primary DHCP server ហើយនេះគឺជា command
សម្រាប់check server status ហើយនេះជា comment សម្រាប់test ហើយ comment បន្ទាប់គឺជា comment សម្រាប់view log ហើយ comment ចុងក្រោយគឺ comment សម្រាប់មើល performance របស់វាអញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ